សួស្តីបងប្អូនថ្ងៃនេះយើងមករៀបជាមួយនឹងឈុតប៊ុំបោកធូអញ្ចឹងសម្ភារៈដែលយើងយកមករៀបមានដូចជាឧបករណ៍ប៊ុំបោកធូមុខវាគឺមកទឹកចំនួន1គូអីគួយ1គូអីគួយនេះគឺទំហំ5ហ៊ុនជាងហើយនេះជាកងដោងហើយឈុតនេះផងដែរគឺយើងប្រើជាមួយនឹងអំភ្លី ZK 1002T ដែលមានកម្លាំង200 វ៉ាត់ចេញមួយ channel 100 វ៉ាត់ហើយប្រើជាមួយជីបធំចំនួន2គ្រាប់ហើយជាមួយអំភ្លីនេះគឺខ្ញុំប្រើជាមួយនឹងថ្មលីចូម24 វ៉ុល 5200 មីលីអាំពែគឺចំនួន12គ្រាប់ថ្ម12គ្រាប់ហើយនេះជាឆ្នាំងសាក 25.2 វ៉ុល 2 អាំពែហើយខ្ញុំប្រើជាមួយនឹងកុងតាក់កាច់រុនសាកថ្មរុនញីហើយបតមើលថ្មបតមើលភាគរយថ្មហើយប្រើប្រភេទដែលយួរស្បែកជាជើងតម្រហើយប្រទេសអំភ្លីនេះគឺមាំល្អនឹងអ្នកគ្នាដោយសារតែធ្វើចេញពីដែកជាងរឹតអត់ខ្លាចបែកបាក់ហើយពីមុខគឺស្រោបជាមួយនឹងប្រភេទជ័រប៉ុន្តែគុណភាពខ្ពស់តែជ័រថ្លាមើលទៅគឺរលោងយើងមើលពីមុខអត់ដឹងថាដែកទេតែពីក្រោយគឺដែកហើយនេះជារុន AUX រុនសំឡេងចូលពីឈ្មោះមកញីយើងសម្រាប់ដោតជាមួយប្រទេសអំភ្លីហើយយើងចប់មួយប្រទេសអំភ្លីខាងក្រោមអញ្ចឹងអីវ៉ាន់យើងនៅមានខ្សែភ្លើងតែងចេញពីថ្មហ្នឹងគឺខ្ញុំប្រើទំហំប៉ុណ្នេះគឺទំហំវា16 AWG ហើយចេញទៅអ៊ីគួយមកឧបល័យយើងប្រើខ្សែតូចជាងនឹងបន្តិចហើយងាកមកមើលធុងគឺខ្ញុំប្រើធុងបែបនេះគឺមូលស្អាតរាងកោងស្អាតជាងប្រភេទជ្រុងយើងមើលទៅអត់សូវទាស់ទេដោយសារវាសមជាមួយនឹងរូបរាងឧបល័យមូលដែរហើយខ្ញុំសម្រេចចិត្តប្រើប្រភេទធុងរុនខ្យល់ដោយសារទី1កាត់បន្ថយតម្លៃផលិតមានន័យថាតម្លៃវាអាចនឹងធូរថ្លៃជាងផាស៊ីវយើងអត់ចំណាយលុយទៅលើផាស៊ីវទេហើយគុណសម្បត្តិមួយទៀតគឺជួយបញ្ចេញកម្ដៅពីផ្នែកខាងក្នុងតាមកម្ដៅដែលចេញពីអំភ្លីឬមួយក៏ឧបល័យគឺអាចបញ្ចេញមកខាងក្រៅបានរុនអំភ្លីគឺយើងចុះពីលើអញ្ចឹងសម្ភារៈគឺមានតែប៉ុណ្្នឹងទេយើងទៅមើលការធ្វើទាំងអស់គ្នាអញ្ចឹងនេះជាធុងប៊ុំបោកធូរបស់យើងខ្ញុំធ្វើការសម្អាតកន្លែងណាមានកពកមានស្នាមអីកន្លែងណាដែលអត់នេះយើងអាចខាត់ឲ្យស្អាតមកបន្ទាប់មកបិទស្បែកអញ្ចឹងនេះជាធុងដែលខ្ញុំបានបិទស្បែកហើយបន្ទាប់មកយើងស្វានកន្លែងដែលត្រូវចាប់ឧបល័យយើងស្វានការពារយើងមូពី direct ហ្មងអាចនឹងបែកឈើដោយសារកន្លែងហ្នឹងវាស្ដើងដែរយើងស្វានរុនហើយយើងបិទកាវដើម្បីឲ្យឈើរឹងអញ្ចឹងបន្ទាប់ពីស្វានហើយបិទកាវហើយយើងបិទស្គុតការពារជំរាបខ្យល់